គ្នាយើងនៅថ្ងៃខាងមុខនេះទៀតខាង Mobile Legends តម្លាក់ event សងសំណាងធំមួយទៀតហើយនៅក្នុង event មួយហ្នឹងបានទាំង skin free ហើយបានទាំងចាប់សងសំណាង free ទៀតប៉ុន្តែឈប់ខ្ញុំមិនទាន់ប្រាប់ទាំងអស់គ្នាថា event ហ្នឹងជា event អីទេខ្ញុំមកប្រាប់ទាំងអស់គ្នាសិនថានៅក្នុង event ហ្នឹងវាមាន free អីខ្លះហើយមានការសងសំណាងធំមិនខ្លះអញ្ចឹងដំបូងហ្នឹងនៅក្នុង event ហ្នឹងគឺមាន free skin ហើយ skin ដែល free ហ្នឹងគឺ skin 2នេះហើយដោយ skin ទាំងពីរហ្នឹងគឺជា skin របស់ hero Hanabi ទាំងអស់គ្នាគ្រាន់តែឃើញ take របស់ skin ទាំងពីរហ្នឹងទាំងអស់គ្នាដឹងហើយថា event ហ្នឹងជា event អីប៉ុន្តែកុំតន់អាចកាត់រឿងហ្នឹងមកស្ដាប់ខ្ញុំតទៀតសិនចូលមកដល់កន្លែងសងសំណាងម្ដងថាសងសំណាងអីគេទៅបាទខ្ញុំនិយាយថាគេដាក់រង្វាន់ធំនៅក្នុង event មួយហ្នឹងដោយរង្វាន់ទី1នោះគឺជារង្វាន់ diamond ហើយរង្វាន់ diamond ហ្នឹងចែកចេញជាពីរកញ្ចប់ទៀតមួយតូចមួយធំហើយចំពោះកញ្ចប់តូចមាន 15675 diamond បើចំពោះកញ្ចប់ធំវិញមាន 23650 diamond ហើយអត់ទាន់អស់ទេនៅរង្វាន់ធំម្ដងទៀតដោយរង្វាន់ធំមួយទៀតហ្នឹងគឺជារង្វាន់ទូរស័ព្ទទាំងអស់គ្នាហើយរង្វាន់ទូរស័ព្ទហ្នឹងដូចរង្វាន់ diamond អញ្ចឹងទាំងអស់គ្នាមានធំមានតូចខ្ញុំអត់ទាន់ហ៊ានបញ្ជាក់ទេថារង្វាន់ទូរស័ព្ទហ្នឹងជារង្វាន់សេរីអីគេតោះអញ្ចឹងឥឡូវយើងមកស្គាល់ឈ្មោះ event ហ្នឹងសិនថា event ហ្នឹងជា event អីគេប៉ុន្តែឈប់ខ្ញុំសុំកាត់ទាំងអស់គ្នាបន្តិចសិនណាដែលគ្នាយើងណាចង់ថត up diamond អីចឹងឬមកក៏ដាក់ពេកអីចឹងអាច100ខ្ញុំបានខ្ញុំមានដាក់ច្រើនហ្គេមខ្លាំងមែនតើដោយការ free ticket របស់ event Layla Legend នេះចឹងលើកទី1ហ្នឹងគឺម៉ោង3ថ្ងៃហ្នឹងគឺ pot អញ្ចឹងទាំងអស់គ្នាអាចឆាតចូល page ឬមកក៏ Telegram សិនទៅដោយសារ website របស់ខ្ញុំអាចនឹងខ្ទង់មួយថ្ងៃពីរថ្ងៃទៀតហើយបើនិយាយពីតម្លៃវិញសមរម្យមែនតើអាចនិយាយថាថោកទេហើយបើនិយាយពីសុវត្ថិភាពវិញ 100% ហ្មងអញ្ចឹង event មួយហ្នឹងគេហៅ event Dazzling Golden Spin នៅក្នុង event មួយហ្នឹងគឺជា event ប្រភេទ Popular ទាំងអស់គ្នាប៉ុន្តែ skin ហ្នឹងកុំភ័យថា Popular បានតិចក៏បានតែគឺដឹងតែបានហើយ skin ហ្នឹងប៉ុន្តែអីដែលទាំងអស់គ្នាត្រូវភ័យនោះគឺទូរស័ព្ទជាមួយនឹង Diamond ដោយសារតែហ្នឹងគឺជាការសងសំណាងហើយការ Popular នៅក្នុង event ហ្នឹងគឺ free ទាំងអស់ដែលយើងគ្រាន់តែធ្វើ test claim យកការទៅបើកត្រនៅក្នុង event មួយហ្នឹងណាតាមពិតទៅ event មួយហ្នឹងនៅក្នុងឆ្នាំហ្នឹងក៏ចេញមកម្ដងដែរទាំងអស់គ្នានៅចាំអត់ដោយការហ្នឹងគេក៏ free ពី skin ឲ្យយើងដែរទាំងអស់គ្នាគឺ skin Ruby ហ្នឹងឯងអូភ្លេចប្រាប់ទាំងអស់គ្នាថា event ហ្នឹងអាចនឹងចេញមកនៅខែណាអញ្ចឹង event មួយហ្នឹងអាចនឹងចេញនៅក្នុងខែ2ឬមកក៏ខែ3អូឈប់ខ្ញុំភ្លេចបកស្រាយកន្លែង Diamond ជាមួយនឹងទូរស័ព្ទតាមពិតទៅទាំងអស់គ្នារង្វាន់ទូរស័ព្ទជាមួយនឹង Diamond ហ្នឹងគឺរង្វាន់មួយគ្នាទេទាំងកញ្ចប់តូចកញ្ចប់ធំហ្នឹងតែខ្ញុំប្រាប់ទាំងអស់គ្នាជា2អញ្ចឹងដោយសារតែនៅពេលដែលឧទាហរណ៍ថាទាំងអស់គ្នាប្រវត្តិបានទូរស័ព្ទអញ្ចឹងណាយើងក៏មានជំរើសជា2ដែរយើងអាចយក Diamond ក៏បានទូរស័ព្ទក៏បានដែរប៉ុន្តែភាគច្រើននៅខ្មែរយើងគឺយកទូរស័ព្ទអត់បានទេយកបានតែពេជ្រទេអញ្ចឹងទៅបាទខ្ញុំប្រាប់ទាំងអស់គ្នាថាមាន Diamond ផងមានទាំងទូរស័ព្ទផងអញ្ចឹងទៅហើយកាលហ្នឹងក៏មានខ្មែរយើងច្រើនអ្នកដែរដែលគាត់បើកបានទូរស័ព្ទណាប៉ុន្តែដូរយកទូរស័ព្ទអត់កើតទេជំរើសចុងក្រោយហ្នឹងគឺមានតែដូរយកពេជ្រហ្នឹងឯងកាលហ្នឹងដូចជាគេដឹកឲ្យអត់ដល់មិនដឹងអីមិនដឹងទេហើយទាំងអស់គ្នាមិនភ័យទេ event ហ្នឹងគឺដូចតែ event ចេញឆ្នាំមុនហ្នឹងឯងអញ្ចឹងវាមានខុសគ្នាអីច្រើនណាប៉ុន្តែខ្ញុំក៏ហ៊ាននិយាយទុកមុនដែរខ្លាចមានការផ្លាស់ប្ដូរអីចឹងទៅអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអូភ្លេចបើចង់ដាក់ពេជ្រអីកុំភ្លេចខ្ញុំណាអរគុណ